ยังไม่เคยบอลซาเจ็บปวดอะไรยังไงเลยลูกใส่เสี้ยวจะปึกสัตว์ดังปึกตัวไอ้แล้วนี่ปึกปาดคลิปตัวเป็นแบบต่างๆរបស់លោកស្រីហើយក្រោយខាងជួយបន្តយល់ថាលោកគួរតែត្រៀមធ្វើបន្សាប់ឲ្យហើយទៅเชิญชิงชิงนิ่งเห็นดักทำพวกลูกยังคงแมนตี้บ้านลูกยังกัดยังยกชีวิตนิ่งเชื่อมันทันทีบ้านลูกยังกัดยังยกชีวิตนิ่งเชื่อมันทันทีលោកសៀវពេលបច្ចុប្បន្នប្រហែលជាគ្មានវិធីទេខ្ញុំស្គាល់ពេទ្យចាស់បុរាណម្នាក់ឈ្មោះលោកតាសៀវិធីប្រើមកជប់ជាសាបន្តតម្ដៃពីមហេសីអង្គការពី500ឆ្នាំមុនមានសមត្ថភាពខ្លាំងពូកែដល់ការព្យាបាលក្នុងរាជវាំងអលឿនឆាប់ទៅជិះលោកតាសៀមកបាទលោកប្រុសនាងគួរតែបន់ស្រន់ឲ្យគេអាចជួយលោកយាយបានទៅកាលពី500ឆ្នាំមុនប្រជាជាស្ដេចសង្គ្រាមនេះពួកគេមានន័យថាខ្ញុំនៅ500ឆ្នាំខាងមុខមែនទេស្រីម្នាក់នេះទៅពើកាយសាហាវពេលនេះគឺបានជាទៅដល់ថ្លើមហើយនឹងកាពះតែមកតែផ្ទៃមុខសាច់ស្រាំងគឺមានទាំងជំងឺក្រពះទៀតបាទបន្សាប់ចិត្តពើក៏ត្រូវតែប្រយ័ត្នលោកសៀវលោកគ្រូពេទ្យមកហើយបាទលោកគ្រូពេទ្យសៀខ្ញុំខាងលោកជួយលោកយាយខ្ញុំផងអូបាទលោកស្រីសៀវនៅពឹសផ្សិតនឹងពឹសពោះរួមគ្នាពឹសនេះត្រូវតែប្រោបជប់ជាសាស្ត្រស្នងតំណែងទៅព្យាបាលបានលោកស្រីអាយុច្រើនប្រហែលពិបាកភាសាបន្តិចហើយបើមានវិធីមិនខ្លះសូមលោកគ្រូជួយផងទៅក៏បានតែមកចូលវិទ្យាសាស្ត្របន្សាប់ចិត្តពលគឺល្អបំផុតលោកតាម្នាក់នេះវាជាពេទ្យមិនអន់ទេឆាប់សិនចំណុចនេះហាមចាក់ដាច់ខាតអ្នកជំងឺមានរោគកាពះធ្ងន់ធ្ងរបើចាក់ចំណុចនេះគឺអាចប៉ះពាល់ដល់កាពះយ៉ាងធ្ងន់ធ្ងរយ៉ាងតិចនោះក៏មានអាការៈតិចតួចយ៉ាងធ្ងន់គឺអាចដល់ស្លាប់ខ្ញុំមិនអាចដឹងសោះថានាងក៏យល់ពីវិជ្ជាពេទ្យដែរបើនាងនៅមិនបាត់មាត់ទៀតយើងនឹងតែមាត់នាងជាមិនខានទេលោកមិនដល់ហើយដល់50ដងហើយអត់មានជួសសាក់បាទនេះជួបាទក្លិនជាមួយនឹងរូបមន្តនិងបច្ចេកវិទ្យាពីប្រទេសកូរ៉េជួយបំពន់ចាប់តាំងពីរឿងរហូតដល់ចុងសក់មានក្លិនគឺគ្មានសាក់ជ្រូកខ្ញុំនិយាយទេហាមចាក់នៅចំណុចនេះលោកសៀវវិធីប្រាប់ជុំជាសាស្ត្រទៅកោខ្ញុំស្នងតំណែងមក500ឆ្នាំមកហើយពីមហេសីស្ដេចសង្គ្រាមបើលោកមិនជឿជាពេទ្យខ្ញុំទេបាច់ជឿខ្ញុំអត់ទេលោកប្រាប់ថាស្នងតំណែងគេមរតកពីមហេសីស្ដេចសង្គ្រាមតែហេតុអីក៏ខ្ញុំមិនស្គាល់នេះមិនដឹងពីរឿងនោះទេក៏មានន័យថាជាក្មេងស្រីដែលមិនដឹងអ្វីជំនឿឆ្នាំបុរាណណាដែលមិនស្គាល់គេឈ្មោះរបស់យើងមានសិទ្ធិអីដែលមកសួរយើងបែបនេះនោះលោកប្រាប់ថាលោកស្នងតំណែងគេមរតកពីមហេសីស្ដេចសង្គ្រាមហេតុអីក៏ខ្ញុំមិនជឿទៅស្គាល់នេះតាមធម្មជាតិនោះគឺត្រឹមត្រូវហើយបានហើយប៉ុណ្ណឹងបានហើយនាងនិយាយច្រើនយ៉ាងនេះគ្រាន់តែចង់ឲ្យលោកគ្រូពេទ្យសៀមិនអាចព្យាបាលលោកយាយតែប៉ុណ្ណោះទេនេះនាងតាំងចិត្តមិនឲ្យលោកយាយជឿទេមែនទេប៉ុន្តែខ្ញុំមិនជួយនាងជួយនាងជាអ្នកដាក់ថ្នាំលោកយាយព្រោះលោកយាយដឹងថានាងទៅកែសម្ផស្សបន្លំខ្លួនទើបបានជានាងចង់សម្លាប់គាត់បំបិទមាត់បែបនេះលោកប្រាប់ថាយើងជាអ្នកដាក់ថ្នាំលោកយាយលោកយ៉ាងម៉េចនៅធ្វើមិនដឹងរឿងទៀតមែនទេមិនមែនទេមិនអាចទៅរួចទេដែលខ្ញុំជាអ្នកធ្វើមិនទេយើងគ្មានពេលមកមើលនាងសម្ដែងនោះទេចាញ់ទៅឆ្ងាយទៅលោកគ្រូពេទ្យសៀបន្តទៀតទៅបាទនេះមានរឿងអីចេះបានជាជីបចោលឈប់លោកចឹងបើសិនជាម្ដាយឲ្យតាចាំម្នាក់នេះព្យាបាលប្រេះប្រាស់ទៀតនោះស្ត្រីចំណាស់ម្នាក់នេះពិតជាស្លាប់ក្នុងឋានៈខ្ញុំជាពេទ្យខ្ញុំមិនអាចសម្លឹងមើលមនុស្សស្លាប់នៅមុខបានទេនេះឈុតមែនទេខ្ញុំកំពុងជួយជីវិតលោកស្រីម្នាក់នេះមិនអីមានសិទ្ធអីមកដល់បញ្ចូលនេះយើងត្រូវការជីវិតលោកស្រីមែនទេនេះនាងអំឡុងពេលចាក់បញ្ចូលគឺហាមរំខានដាច់ខាតដើម្បីសុវត្ថិភាពលោកត្រូវប្រយ័ត្នលេងដៃខ្ញុំទេបើហ៊ានធ្វើឲ្យលោកយាយរបស់យើងកាត់អីនោះយើងនឹងមិនដោះលែងនឹងដាច់ខាតមិនបាច់បារម្ភលោកគ្មានឱកាសដើម្បីជួយជីវិតខ្ញុំទៅនោះទេជំងឺក្រពះនៅពេលដែលដេញចិត្តពុះចេញពីខាងចាស់ជុកខោហើយអាការៈលោកស្រីធ្ងន់ធ្ងរបែបនេះយើងអាចទម្លាក់ខុសទៅឲ្យយើងបានចិត្តត្រង់ខ្ញុំស្មានថានាងមានធ្វើដៃទៅទៀតក៏បើក៏ជាកូនអ្នកស្រែធម្មតាមានចំណេះដឹងតិចតួចដល់អីទៅមើលទេនាងមិនអាចទៅជិះទៅបានទេចំណុចបែបនេះនឹងហ៊ានចាក់ទៀតប្រហែលជាខ្លាចលោកស្រីសៀវស្លាប់យើងពេកទៀតដឹងហ៎រួចរាល់លោកស្រីសៀវយ៉ាងម៉េចទៅហើយនេះដឹងខ្លួនបានយ៉ាងម៉េចនោះខ្ញុំប្រាប់ហើយថាខ្ញុំនឹងជួយគាត់ឈិនអើយជ័យកាត់អីលោកយាយមានអារម្មណ៍យ៉ាងម៉េចដែរលោកយាយមិនហើយជិះចូលលោកសោយណាអាចនឹងឈប់ដើរបានគ្រប់ពេលជាសញ្ញាថាចិត្តផុតដង្ហើមហើយពិតជាល្អមែនយើងទៅចាំមើលថានាងនឹងឲ្យចម្លើយបែបណាទៅហើយនឹងកែស្ថានភាពយ៉ាងម៉េចមិនអាចទៅរួចទេការវិនិច្ឆ័យរោគអាការៈរបស់ខ្ញុំមិនអាចក៏ព្រោះតែនាងនឹងហើយដែលបំផាស់បំជុលរបស់យើងទៅធ្វើអាការៈលោកស្រីសៀវស្រចចង់នេះហើយនឹងការធ្វើទៀតចេះជាតិចតួចហ៊ានអ៊ូតអីកាងណាបើមានអ្នករៀនជាពេលបុរាណដូចជានាងនេះប្រហែលជាចប់ហើយចូលយាយបាទលោកប្រុសសៀវអូនាងចេញទៅហើយឲ្យប៉ូលីសជាអ្នកចាត់ការអូនាងចេញទៅហើយឲ្យប៉ូលីសជាអ្នកចាត់ការបាទលេងខ្ញុំណាអត់ទេចំណុចចាក់ចូលគ្មានបញ្ហាអ្វីទេឲ្យខ្ញុំចាប់ជីកចោលនេះមើលម្ដងទៀតឈិងនាងគួរតែសម័យចិត្តនៅទីនេះមានច្បាប់ទម្លាប់យើងមិនអាចធ្វើអ្វីនឹងបានត្រឹមតែបញ្ជូននាងទៅឲ្យប៉ូលីសតែបើសិនជានៅសម័យបុរាណយើងសម្លាប់នាងបាត់ទៅហើយមិនចូលឲ្យខ្ញុំចាក់គ្រាន់តែធ្វើឲ្យអ្នកជំងឺមានអាការៈក្អួតចិត្តចេញមកតែប៉ុណ្ណោះក្រោយពីក្អួតចិត្តទៅចេញមកហើយគឺមិនគួរស្លាប់ចូលចេញនេះមានសិទ្ធិអីដែលមកដល់បញ្ចូលចេញមិនចូលចាក់នៅត្រង់នេះគឺព្រោះតែលោកគ្រូពេទ្យស្វៀបប្រាប់បញ្ចូលចាក់ត្រង់ពោះតែធ្វើឲ្យទាំងគេដល់បញ្ចូលទី2នាងនិយាយផ្ដេសផ្ដាសនាងធ្វើឲ្យលោកស្រីកាន់តែធ្ងន់ធ្ងរឬទម្លាក់ខោឲ្យយើងគ្រូយើងជាអ្នកស្នងតំណែងពីស្ដេចសង្គ្រាមកាលនោះរស់មនុស្សដូចយើងមិនសាកសមរិទ្ធវិធីប្រាប់ចូលរបស់គាត់ទេបើមិនចាត់ការឥឡូវនេះនាងប្រកាសជាស្លាប់មិនខានទេចិត្តនេះគៀមចិត្តធៀមចំចិត្តធឹងជីងវាយឲ្យលឿនទៅបញ្ឈប់គ្នានាងសូមអភ័យទោសពេលវេលាខ្លីណាស់ហើ
ហើយនឹងគិតធ្វើបាបយើងមែនទេសេះយើងនឹងមិនដោះលែងយើងទេនាងគិតថាយើងមិនហ៊ានសម្លាប់នាងមែនទេនាងគិតថាយើងមិនហ៊ានសម្លាប់នាងមែនទេគួរឲ្យរំខានគ្រាន់តែជួយមនុស្សក៏ត្រូវគំរាមចង់សម្លាប់ទោះបីជីបចោលចុកខ្សោយតែក៏មានសង្ឃឹមជីបចោលចុកខ្សោយចិត្តស្លាប់ស្អីហ្នឹងគឺពិតជានិយាយប្រាប់មែនក្មេងមិនต้องឲ្យចិត្តរបស់ដូចនាងយើងមិនចង់បង្កើតជាមួយនឹងនាងទេនាងប្រាប់ថានឹងមានសង្ឃឹមទៅយើងចាំមើលតើនាងអាចអូវិញ្ញាណពីយមរាជបានយ៉ាងម៉េចទៅអញ្ចឹងលោកសម្លឹងមើលល្អទេមកចូលអាទិទេព18ក្បាច់មកចូលកំចាត់រាល់ពិសមកជួយអាទិទេព18ក្បាច់មកជួយអាទិទេព18ក្បាច់នឹងហើយស្អីសង្គ្រាមជាអ្នកសៅជឿទេវាជាវិធីដែលពិបាកខ្លាំងណាស់ហើយវិធីដែលនេះធ្វើនេះលោកយាយរៀនទេបានចឹងសូម្បីតែមកជួយក៏ចាំត្រង់ដែរមកចូលអាទិទេព18ក្បាច់ឆាន់ហ្វាងមកចូលអាទិទេព18ក្បាច់ខ្ញុំបានស្រាវជ្រាវវាបានសម្រេចហើយខ្ញុំអាចយកទៅជួយមនុស្សទូទៅអាណាចេឆាន់ហ្វាងឬមួយនឹងចាំមកចូលអាទិទេព18ក្បាច់ក្រោយពេលដែលមហាសង្គ្រាមលះបង់ជីវិតទៅក៏គ្មានអ្នកណារៀនបញ្ចុំជាពេទ្យអាទិទេព18សូម្បីតែយើងក៏បានរៀនបានបន្តិចបន្តួចបានតែកន្លះឆ្នាំតែប៉ុណ្ណោះរៀនដល់តែកន្លះឆ្នាំតែយកចំណេះបានមកតែបន្តិចបន្តួចគ្មានទេពកោសលបែបនេះតែរៀនទៅធ្វើអីយើងគ្មានទេពកោសលនោះដោយសារតែនាងមិនដឹងថាសមត្ថភាពរបស់មហាសង្គ្រាមវាប៉ុណ្ណាទេសូម្បីតែមនុស្សដើរដល់ជួយយំបាយហើយក៏នាងអាចជួយឲ្យត្រឡប់មកវិញបានដែរនាងគ្រាន់តែចំនួនកុហកតែប៉ុណ្ណោះទេនាងប្រកាសចាំបានទៅលើរឿងមកចូលអាទិទេព18ក្បាច់នេះមកពីណាចឹងមកចូលអាទិទេព18ក្បាច់នេះគ្រាន់តែជាវិធីចាក់មកចូលទោះបីជាប្រកាសកម្រិតណាក៏នៅតែមានមនុស្សមិនអាចជួយបានគ្រប់គ្នាសុទ្ធតែត្រូវស្លាប់រួមទាំងប្រជាជាសង្គ្រាមចាំហៅទៅបានចាក់មកចូលរួចមុននឹងគម្រោងខ្ញុំចុចជិតចោលគេហើយតែទោះបីប្រកាសកម្រិតណាក៏ត្រូវតែប្រាប់ទៅកន្លះម៉ោងដែរមិននឹកស្មានថាលោកអាចសម្រាប់បានលើដល់ថ្នាក់នេះឈឹងទោះបីជាពេលនេះយើងចង់យកជីវិតរបស់នាងក៏វាមិនអាចរងាប់ការខឹងរបស់យើងបានដែរខ្ញុំកំពុងតែជួយគាត់ពិតមែនគាត់ចិត្តដឹងខ្លួនហើយខ្ញុំនិយាយជាកាប់យើងមិនជឿនាងទៀតនោះទេមនុស្សដែលរៀបជាពេលគួរតែមានធម៌មេត្តាដូចនាងនេះហៅថាធម៌មេត្តាដែរទេនាងចិត្តដឹងខ្លួនហើយលោកស្រីសៀបក៏ចិត្តដឹងខ្លួនទេមានតែខ្មោចប៉ុណ្ណោះទេដែលអាចដឹងខ្លួនបានគាត់តែចាប់ចូលពីកន្លែងចាក់ចោប៉ុន្មានកន្លែងដូចជានាងនេះហៅថាអបិយជំនឿអ្នកដែលរៀបជាពេលគួរតែជាឆ្ងាយពីមនុស្សដូចជានាងមកឈិនមកឈិនលោកយាយដឹងខ្លួនហើយលោកយាយមានអារម្មណ៍យ៉ាងម៉េចដែរលោកយាយយាយឈឺពោះខ្លាំងណាស់គិតថាយាយប្រកាសជាស្លាប់មិនខានលោកយាយឥឡូវនេះលេងអីហើយអញ្ចឹងល្អហើយពិតជាមិនអាចរួចទេលោកស្រីសៀវលោកស្រីពិតជាមិនអីមែនទេឬមើលខ្ញុំយកច្រឡំនាងខុសពិតមែនលោកតែនិយាយថានាងគ្មានថ្ងៃដឹងខ្លួនមកវិញដាច់ខាតវាមិនអាចទេចាំមកចូលប្រទេសផ្ដាស់បែបនឹងវាអាចបន្សាបចិត្តពឹសបានយ៉ាងម៉េចទៅយើងនឹងហើយមួយច្បាស់ជាប្រាវិធីអបិយជំនឿហើយទើបអាចឲ្យលោកស្រីដឹងខ្លួនដល់ទៀតបានបំផ្លាញជីវិតដើម្បីធ្វើឲ្យជីវិតតែប្រហែលថ្ងៃទៀតតើពិតមែនទេខ្ញុំស្អប់ការប្រាអបិយជំនឿធ្វើបាបអ្នកដទៃហើយក៏មិនដែរធ្វើបើសិនជាលោកសង្ស័យថាខ្ញុំធ្វើបាបដល់ស្រីសៀវក៏ចាប់ចិត្តចោលគាត់មើលម្ដងទៀតទេបើលោកសង្ស័យថាខ្ញុំធ្វើបាបដល់ស្រីសៀវក៏ចាប់ចិត្តចោលគាត់មើលម្ដងទៀតទេលោកស្រីសៀវខ្ញុំសូមចាប់ចិត្តចោលលោកស្រីមើលម្ដងទៀតរំខានលោកហើយបាទខ្ញុំបាច់ចិត្តចោលសោតតែមិនមានគ្រោះថ្នាក់អ្វីទេឬមួយក៏នេះក៏ឈិនឈិងឯងនាងនៅហ៊ានមកនៅផ្ទះតកូសៀវទៀតមួយឈិនដឹងទេថាខ្ញុំដឹងរឿងនេះហើយទុកចិត្តចុះក្រោយពេលនឹងលួចដាក់ខាងលោកយាយឲ្យគេចខ្លួនទៅខ្ញុំនឹងមកដោះលែងនាងដាច់ខាតលោកយាយសម្រាប់ឲ្យស្រួលឲ្យលោកគ្រូពេទ្យសៀពិនិត្យសិនទៅមានន័យថាឈិនឈិងលួចដាក់ខាងលោកស្រីម្នាក់នេះហើយឈិនឈិងនេះគេជាអ្នកណាទៅនាងហើយនឹងខ្ញុំមកដូចគ្នាខ្លាំងណាស់ពួកគេជឿជាក់ថាខ្ញុំគឺជានាងក្មេងស្រីនេះវាជាពេទ្យពិតជាពូកែមែនខ្ញុំទទួលស្គាល់ថានាងពិតជាពូកែជាងខ្ញុំខ្លាំងណាស់លោកគ្រូពេទ្យសៀអាការៈរបស់លោកយាយខ្ញុំយ៉ាងម៉េចដែរលោកចាប់ចិត្តចោលលោកស្រីម្នាក់នេះមិនទាន់បានទៀតទេឬមកក៏ត្រូវរកពេទ្យផ្សេងទៀតមកពិនិត្យជំនួសមិនបាច់ទេខ្ញុំគ្រាន់តែចង់ពិនិត្យលោកស្រីឲ្យបត់ចត់ម្ដងទៀតតែប៉ុណ្ណោះហើយលទ្ធផលពិនិត្យយ៉ាងម៉ត់ចត់របស់លោកអាការៈលោកស្រីពិតជាល្អឡើងវិញខ្លាំងមែនទេក៏ប៉ុន្តែការដែលលោកស្រីដឹងខ្លួនមកវិញមិនមានពាក់ព័ន្ធនឹងនេះទេលោកនិយាយថាម៉េចលោកចង់និយាយថាការដែលលោកស្រីល្អប្រសើរឡើងវិញគឺមិនពាក់ព័ន្ធនឹងនេះទេក៏ដែលខ្ញុំប្រមជួយចាក់បាញ់មិញនេះបានលទ្ធផលគុំទៅរៀងមករំខានគុំអីប្រសើរជាងនេះទៅទៀតលោកបានន័យថាការដែលលោកស្រីម្នាក់នេះដឹងខ្លួនមកវិញគឺជាថ្មីដៃរបស់លោកចំណែកខ្ញុំមិនត្រឹមតែជួយលោកស្រីម្នាក់នេះមិនបានទេថែមទាំងមកពន្យាពេលលោកទៀតត្រូវហើយមិនបានជានាងអស់សំណើចហ៎ខ្ញុំអស់សំណើចដែរលោកគឺចំណេះដឹងចុកខ្សោយហើយដែលគ្មានគុណធម៌ទៀតចោតប្រកាន់លៀបពណ៌គុណធម៌របស់យើងឲ្យក្មេងស្រីដូចជានាងមកមើលងាយបានយ៉ាងម៉េចសម្រាប់វិជាពេទ្យរបស់យើងវិជាពេទ្យយ៉ាងម៉េចទេលោកនៅលើវិជាពេទ្យរបស់មហាសេដ្ឋីសង្គ្រាមពី500ឆ្នាំនោះទៀតមែនទេការពិតគឺបែបនោះទេហេតុអីបាននិយាយមិនបានដោយសារតែយើងនឹងហើយនៅយុគសម័យខុសគ្នាបើមិនចឹងនោះទេយើងប្រកាសជាគោរពគេជាគ្រូអាចារ្យម្ខាងទេបច្ចុប្បន្ននេះគ្មានអ្នកណាមានវិជាពេទ្យបុរាណល្អជាងយើងទេនាងថាវិជាពេទ្យយើងមិនល្អចុះនាងស្អីទៅរៀនពេទ្យជួយជីវិតមនុស្សមិនមែនមកអួតធ្វើដៃទេលោកអួតដល់ថ្នាក់នេះច្រើនតែមិនបានល្អខ្ញុំរៀបវិជាពេទ្យច្រើនមកហើយទោះធ្វើដៃមិនបានប្រកាយលេខ1ក្នុងលោកតែនៅប្រកាយជាងនាងអ្នកដឹកនាំស្ត្រីទោះប្រពន្ធតាមខ្ញុំយ៉ាងណានាងក៏មិនតក់ស្ដីដែរដើម្បីជួយជីវិតមនុស្សមិនមែនរៀនមកដើម្បីអួតទេដំណាប់thamនៅក្នុងរាជវាំងគឺគ្មានប្រយោជន៍មិនមែនខ្ញុំកាត់ក្តីព្រៀបដែរតែជាការពិតហើយបានជាសម្ដីនេះដូចអ្វីដែលខ្ញុំជាសពឃើញម្ល៉េះរៀនតែដើម្បីជួយជីវិតមនុស្សមិនមែនរៀនមកដើម្បីអួតធ្វើដៃទេមិននឹកស្មានថាពាក្យសម្ដីឈិនជិងមានហេតុផលខ្ញុំស្គាល់ឈិនជិងមកចិត្តមួយខែក្រៅពីមុខមាត់ហើយនោះ
មានអ្វីដែលដូចនឹងមនុស្សដែលខ្ញុំយល់សប្តិឃើញនោះទេមិនបានជានៅពេលនៅក្រៅតិចរបស់នេះមានស្នាមដៃបែបនេះទេ លោកម្ចាស់ស្វាម្នាក់នេះបើសិនជាលោករៀនពេទ្យគ្រាន់តែចង់ប្រកួតប្រជែងនោះសង្ស័យថាមហាសេស្រីសង្គ្រាមមិនហ៊ានទទួលយកជាសិស្សទេ លោកសៀវការដែលខ្ញុំមកត្រកូលសៀវគឺគ្រាន់តែចង់ព្យាបាលឲ្យលោកស្រីសៀវជាសះស្បើយប៉ុណ្ណោះមិនមែនមកដើម្បីឲ្យលោកមើងងាយនោះទេបើលោកមិនជឿជាពេទ្យរបស់ខ្ញុំនឹងទៅវិញឥឡូវនេះបើសិនលោកស្រីមានអាការៈមិនស្រួលម្ដងទៀតជឿខ្ញុំមកប្រហែលជាខ្ញុំមកមិនបានទេ មិនមែនជាឈិនរឿងខ្លាចព្យាបាលជំងឺខ្ញុំនឹងឲ្យនាងយ៉ាងស័ក្តិសមបំផុតតែពេលនេះនាងត្រូវនៅត្រកូលសៀវសិនក៏បានរកទៅហើយរាយការណ៍ប្រាប់ខ្ញុំជាបន្តបានលោកប្រុស ទីនេះជាកន្លែងណាហើយដែលកុំតែនេះធំខ្លាំងម្ល៉េះ អរគុណភ្ញៀវកិត្តិយសទាំងអស់ដែលបានចំណាយពេលវេលាមកចូលរួមកម្មវិធីដែលកូសិនចាត់ឡើងថ្ងៃនេះសូមតែនាំមនុស្សម្នាក់ឲ្យបានគ្រប់គ្នាស្គាល់គឺជាចៅស្រីដែលបានបាច់គ្នាច្រើនឆ្នាំមកហើយមានឈ្មោះថាសិនវ៉ាន់វ៉ាន់ហើយខ្ញុំមានរឿងសំខាន់មួយដែលចង់ប្រកាសសិនវ៉ាន់វ៉ាន់នៅខ្លាចជាអ្នកដឹកនាំត្រកូលសិនរបស់ពួកយើង អ្នកនាងសិនក្រៅពីមុខមាត់ស្អាតបាត់ហើយថែមទាំងបានទ្រព្យសម្បត្តិទាំងអស់របស់ត្រកូលសិនមកទៀតអ្នកណាបានធ្វើជាភរិយាដូចជាបានឡើងឋានសួគ៌ទាំងនោះអញ្ចឹង នេះគឺកាដូស្វាគមន៍អ្នកនាងស៊ីងរបស់បន្តិចបន្តួចនេះមិនបាច់ក្រែងចិត្តនោះទេ អរគុណលោកជើងខ្លាំង ឲ្យនឹងលោកស្រីឈិន ចាសួស្ដីនេះគឺជាកាដូរបស់ខ្ញុំនៅស្វាមីដែលប្រគល់ឲ្យអ្នកនាងគឺជាយិនសិន1000ឆ្នាំ នេះជារបស់ល្អខ្លាំងណាស់បើសិនជានៅក្នុងដៃរបស់ពពកបរោះនេះក្នុងដៃវ៉ាន់វ៉ាន់ហើយនោះប្រកាសជាបានប្រើដើម្បីផលប្រយោជន៍មិនខាតទេតើមានន័យមិនទៅវ៉ាន់វ៉ាន់របស់យើងរៀនវិជ្ជាពេទ្យតាំងពីក្មេងថែមទាំងមានវិជ្ជាពេទ្យលំដាប់ អ្នកនាងសិនជំនាញខាងផ្នែកណាដែរទៅ ដែលវិជ្ជាពេទ្យបុរាណប្រើវិជ្ជាវិទ្យាសាស្ត្រជំនាញប្រើវិជ្ជាអាទិទេព18ក្បាច់ ហើយយ៉ាងម៉េចវិញទៅនេះវិជ្ជា5ចូល18ក្បាច់បាត់សាបសូន្យ អ្នកដទៃបញ្ជាក់គឺជារឿងធម្មតាតែអ្នកនាងសិនគឺជាអ្នកស្នងតំណែងបន្តវ៉ាន់វ៉ាន់របស់យើងពិតជាមានមុខមាត់ដូចជាមហេសីស្ដេចសង្គ្រាមខ្លាំងណាស់នាងប្រកែកដូចជាមហេសីស្ដេចសង្គ្រាមគ្រប់យ៉ាង អច្ឆរិយៈខ្ញុំមិនមែនជាវ៉ាន់វ៉ាន់រុកពិតទេចេះវិជ្ជាពេទ្យបានយ៉ាងម៉េចទេប៉ុន្តែពេលដែលបានលើកពលងអស់នេះមិន ចូលអាទិទេព18ក្បាច់គឺជាវិជ្ជាជួយមនុស្សពីស្លាប់មករស់មនុស្សម្នាក់ដែលខ្លាចស្លាប់ទើបបានមកក្រាស់សុំឲ្យអ្នកនាងសិនប្រាមចូលជួយជីវិតបណ្ដោះអាសន្នអ្នកនាងសិនជួយប្រាមជួយខ្ញុំផង អ្នកនាង បាន សិន ដែរ ជួយប្រាំជួយខ្ញុំផង ខ្ញុំ បាន ក៏ចង់ដូចគ្នាតែអ្នកទាំងអស់គ្នាត្រូវការប៉ັດមេតនោះខ្ញុំប្រកាសជាជួយបានមិនខានជួយជីវិតមនុស្សជួយទូនាទីរបស់ពេទ្យ មានចិត្តមេត្តាបែបនេះដូចជាព្រះមហាក្សត្រព្រះអង្គនឹងមានជីវិតយ៉ាងអញ្ចឹង មែនហើយអើយកាត់អីហ្នឹងមានមនុស្សរួចស្លាប់ហើយកាត់អីហ្នឹងមានមនុស្សរួចស្លាប់ហើយប៉ា នេះមានរឿងអីហ្នឹង មិនដឹងថាគាត់កាត់អីទេនៅសុកសុ អា ក កា សុក រៈដូចជាមិនសូវល្អទេផ្ញើជួយទៅ ព្យាបាលត្រូវព្យាបាល120ជួយទេហៅ120អញតិចមកអ្នកនាងសិនចេះវិជ្ជាពេទ្យមិនអញ្ចឹងឯងអ្នកនាងជួយមើលអាការៈឲ្យគេបន្តិច អ្នកនាងសិនជួយមកអាការៈឲ្យគេបន្តិចទៅ អ្នកនាងសិនសំវជួយប៉ាខ្ញុំផង អ្នកនាងសិនមានចិត្តមេត្តាសូមជួយដល់បរិះម្នាក់នេះផងទៅ ពិតមែនហើយជួយជីវិតមនុស្សដោយសាងចិត្តដី7ជាន់អញ្ចឹងណា វ៉ាន់វ៉ាន់នាងរៀបជាពេទ្យឆាប់មកជួយមនុស្សបន្តិចមើល អ្នកនាងសិនខ្ញុំសំវតែខ្ញុំសិនតែខ្ញុំមិនទាន់និយាយណាថាខ្ញុំមិនបានជួយនោះឥឡូវនេះធ្វើយ៉ាងម៉េចល្អទៅបើជួយគេមិនបានទេការប៉ັດលាតតែជាមិនខានទេ ឲ្យពួកគេគ្រប់គ្នាបានឃើញពីភាពអស្ចារ្យពីបំពាក់បរិះរបស់ពួកយើងក៏ចង់ធ្វើអីហ្នឹងចាប់ដាក់បិទចង់ធ្វើ ចូលមកបើមិនជិនគេស្លាប់ស្រាដែលកំពុងផឹកនេះគឺធ្វើឲ្យមានសម្ពាធឈាមខ្ពស់លោកប៉ារបស់ខ្ញុំមានបញ្ហានឹងឈាមពិតមែនប៉ុន្តែគាត់មានអាការៈខ្វះឈាមខាអាការៈខ្វះឈាមបែរជាថាលើឈាមពិតជាចេះវិជ្ជាពេទ្យពិតប្រកបអត់មែនទេគ្រាន់តែមើលវិធីការចាប់ជាតិចុះក៏មើលទៅមិនតម្ដងដែរនេះមែនទេអ្នកចេះវិជ្ជាពេទ្យពិតឬមកក៏អួតទេដឹង សិនវ៉ាន់វ៉ាន់របស់ពួកយើងពិតជាមហេសីស្ដេចសង្គ្រាមយ៉ាងពិតប្រាកដនាងប្រកាសជាព្យាបាលគេដោយប្រើវិជ្ជាវិទ្យាពេទ្យ18ក្បាច់ឲ្យបានជាមិនខាតទេ ខ្ញុំដៃទៅទេគ្មានឧបករណ៍អ្វីទេ ចាំឲ្យសិនហៅនាំទៅផ្ទះយកបញ្ចុះប្រាក់តែយើងយកបញ្ចុះប្រាក់ដល់បន្តពីតំណែងមហេសីស្ដេចសង្គ្រាមមកឲ្យ មិនបានទេខ្ញុំត្រូវតែគេខ្លួនហើយមែនហើយខ្ញុំត្រូវតែយក ភាពរៀបសារចង់ឲ្យទិញឈុតឲ្យតែមកផ្លែសោះក៏មិនព្រមទទួលស្រីម្នាក់នេះកំពុងតែរៀនបដូររបាំងមុខមែនទេ ពីប្រវត្តិរបស់ខ្ញុំសំណឹងល្អដែលខ្ញុំត្រៀមខ្លួនរួចស្រេចច្រើនថ្ងៃមកនេះអាការៈរបស់លោកយាយប្រហែលជាល្អប្រសើរឡើងហើយមែនទេអញ្ចឹងល្អហើយប៉ុន្តែនៅក្នុងរាងកាយរបស់លោកម្ចាស់គេនៅមានជាតិពុលសេសសល់បើចាំមិនសាបទៅអស់គួរតែប្រាប់ពេលវេលាមករយៈនេះលោកយាយគួរតែសម្រេចបានគ្រប់គ្រាន់អញ្ចឹងថ្ងៃនេះប៉ុណ្ណឹងសិនចាស្អែកនេះខ្ញុំនឹងមកម្ដងទៀតខ្ញុំភ្នែកមុតពិតមែនមើលមិនខុសសោះវិជ្ជាពេទ្យរបស់ฉันจริงៗមានប្រសិទ្ធភាពមែនមកឆោតធ្វើនៅត្រង់នេះលោកលឹងអស់លីង ខ្ញុំរកឃើញហើយ ស្អីទេ រឿងដែលពាក់ព័ន្ធជាមួយនឹងនាងខ្ញុំប្រណិនមើលអស់ហើយនាងយកឈ្មោះសិនសុវណ្ណមកកុហកខ្ញុំអញ្ចឹងមែនទេ ខ្ញុំមិនបានកុហកលោកទេខ្ញុំមិនមែនជាឈិនចរិងៗពិតមែន នាងនេះខុសប្រមាណដងទៀតទេមនុស្សស្រីទាំងអស់ដែលមានឈ្មោះសិនសុវណ្ណខ្ញុំអត់ប្រណិនមើលអស់ហើយមានម្នាក់ណាមើលទៅដូចនាងនោះទេនាងនៅហ៊ានប្រាប់ថានាងឈ្មោះសិនសុវណ្ណទៀតមែនទេ ខ្ញុំពិតជាសិនសុវណ្ណពិតមែនខ្ញុំគឺជាមហាសេស្រីសង្គ្រាមកាលពី500ឆ្នាំមុន នាងឈប់កុហករឿងទាំងនេះតទៅទៀតទៅចាប់ពីថ្ងៃនេះតទៅសម្ដីរបស់នាងគឺយើងមិនជឿទេ សៀវដល់ហើយដល់50ដងហើយអត់មានឈូសសាក់បានអីឈូក្លិនជាមួយនឹងរូបមន្តនិងបច្ចេកវិទ្យាពីប្រទេសកូរ៉េជួយបំពន់ចាប់តាំងពីរឿងរហូតដល់ចុងសក់មានក្លិនគឺគ្មានខ្វះជ្រូកសៀវមកឈិនរំខានពេលវេលាទាំងអស់គ្នាហើយនេះគឺជាកាដូសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តអូយអរគុណណាស់អ្នកនាង
เฮ้ยអ្នកនាងនេះអស្ចារ្យមែនស្អាតហើយចិត្តល្អទៀតត្រីអើយប្រកែណាសូមអរគុណអើយហេតុអីក៏ចិត្តល្អយ៉ាងនេះអរគុណប្រាប់មកបន្តិចបន្តួចពួកគេធ្វើដូចជាឆ្កែមហាត់ជើងចឹងអញ្ចឹងមនុស្សពួកនេះពិតជាថោកទាបមែនចូលចិត្តឲ្យអ្នកដទៃលើកតម្កើងមែនមើលទៅពិតជាមនុស្សថោកទាបមែនប្រវត្តិសាស្ត្រគាត់ត្រាខុសមនុស្សហើយនិយាយថាម៉េចអត់ទេបាទអត់ទេក៏ចង់ធ្វើអីហ្នឹងចាប់ដាក់បិទចង់ធ្វើចូលមកមិនឈឹងគេស្លាប់ខ្ញុំចូលទៅទេអ្នកឲ្យមកខ្ញុំមកក៏មកដណ្ដើមឲ្យមកខ្ញុំក៏មកដណ្ដើមទៅចេញក៏មកដណ្ដើមកណ្ដាប់បិទនោះទៅចេញហើយនេះមកក៏មកដណ្ដើមមើលនេះគឺជារបស់ខ្ញុំនេះឲ្យមកនេះមកនេះមកដណ្ដើមចឹងនេះអ្នកកាពីច្រើនតែដាច់ទៅចឹងនេះក៏បានលើក្រៅខ្ញុំនឹងប្រាប់លោកក៏បានបាទនៅខាងក្រៅគ្រោះថ្នាក់ណាស់ខ្ញុំខ្លាចថាឈិនហ្វាងឈិងដាក់ថ្នាំពុលឲ្យលោកស្រីទៅខ្ញុំមានអារម្មណ៍ថាខឹងនាងខ្ញុំគ្រាន់តែចង់បដៅនាងប៉ុណ្ណោះឯងនាងចង់និយាយពីរបស់មួយនេះមានរបស់ឯងនៅក្នុងនេះទៅនៅក្នុងនេះគឺនាងចង់ដាក់របស់នេះមែនទេដល់ហើយដល់50ដងហើយអត់មានជ្រុះសាក់បាទនេះឈូបាទក្លិនជាមួយនឹងរូបមន្តនិងបច្ចេកវិទ្យាពីប្រទេសកូរ៉េជួយបំពេញចាប់តាំងពីរឿងរហូតដល់ចប់សក់មានក្លិនគឺគ្មានសាក់ជ្រូកនេះតែនាងបែរជាមិនដឹងថារបស់នេះគឺជាអ្វីអ្នកណាឲ្យនាងធ្វើនិយាយមកទទួលរង្វាន់យិនសិន100ឆ្នាំពិតមែនហើយប្រកបបច្ចេកនេះអ្នកឯណាហើយពេលណាខ្ញុំអាចចូលរួមបានទៀតក៏អាចចូលរួមបានដែរនៅថ្ងៃស្អែកនេះនៅកណ្ដាលហាងទំនិញនៅកណ្ដាលទីក្រុងអ្នកនាងឈិនអ្នកនាងមានទេពកោសល្យអ្នកនាងពិតជាឈ្នះនៅកណ្ដាលទីក្រុងចាសៀមមួយឈិនពិតជាមិនព្រមឲ្យខ្ញុំទៅហេតុអីលោកប្រុសមិនព្រមឲ្យអ្នកនាងទៅលោកប្រុសយើងគឺជាមនុស្សចិត្តល្អណាស់អ្នកនាងនិយាយជាមួយគាត់បន្តិចទៅគាត់ពិតជាព្រមឲ្យអ្នកនាងទៅណាស់ហើយចាប៉ុន្តែសៀមមួយឈិនបញ្ជាឲ្យពួកមីងកុំឲ្យមកនិយាយជាមួយខ្ញុំអញ្ចឹងហេតុអីថ្ងៃនេះមីងឲ្យខ្ញុំមកព្យាបាលជើងអត់ទេនោះគឺជាបញ្ជារបស់លោកប្រុសរោគឈឺចង្កេះឈឺចង្កុងរបស់មីងគ្មានពេទ្យណាអាចព្យាបាលបានទេគេប្រាប់ថាវាជាពេទ្យអ្នកនាងបកែទៅបានជាមីងមកឲ្យអ្នកនាងជួយនឹងណាហេតុអីក៏គេនិយាយបែបនេះគេផ្លាស់ប្ដូរតាំងពីពេលណាអូយលោកប្រុសរបស់យើងចិត្តល្អខ្លាំងណាស់គេមើលទៅដូចជាមនុស្សថ្មឹងប៉ុន្តែគេជាមនុស្សកក់ក្ដៅណាស់និយាយឲ្យល្អជាមួយគាត់បន្តិចទៅគាត់ពិតជាព្រមឲ្យទៅហើយពិតមែនប៉ុន្តែខ្ញុំមានរឿងសម្បល់អ្នកនាងពេលអ្នកនាងនិយាយហ្នឹងនិយាយអត់ទន់ភ្លន់បន្តិចចាំបាច់ពេលណាធ្វើខ្លួនគួរអាណិតទន់ភ្លន់ធ្វើខ្លួនគួរអាណិតមានរឿងអីបានលើកមកថានៅកណ្ដាលទីក្រុងគឺមានកម្មវិធីប្រកួតប្រជែងឱសថបុរាណខ្ញុំចង់ចូលរួមដែរប្រកួតប្រជែងឱសថចិនមែនទេមែនហើយការប្រកួតប្រជែងឱសថបុរាណចិននេះខ្ញុំពិតជាចាប់អារម្មណ៍ខ្លាំងណាស់ទុកចិត្តចាស់ខ្ញុំគ្រាន់តែទៅចូលរួមការប្រកួតបន្តិចទេលោកចិត្តល្អអាចដល់លោកមើលទេខ្ញុំនៅក្នុងផ្ទះនេះពេញមួយថ្ងៃពិតជាគួរអាណិតខ្លាំងណាស់តែបែរតែចង់ធ្វើក៏ធ្វើមិនបានធ្វើបានត្រឹមតែអង្គុយទំនេរក្នុងបន្ទប់ពេញមួយថ្ងៃមិនបានជួបអ្នកណាតាំងពីព្រឹករហូតដល់ល្ងាចបានអត់បានប៉ុណ្ណឹងបានហើយលោកសន្យាហើយណាចង់ទៅពិតមែនអញ្ចឹងបានពិតមែននេះប៉ុន្តែខ្ញុំត្រូវទៅជាមួយនាងដែរមិនពេញចិត្តមែនទេពេញចិត្តខ្លាំងណាស់អញ្ចឹងស្អែកនេះរំខានលោកប្រុសសៀវនាំខ្ញុំទៅកម្មវិធីប្រកួតផងណាហើយចាំអ្វីដែលនាងនិយាយផងណាគឺជាអ្វីទេហាមរត់គេចឲ្យសោះហាមរត់គេចទៅណាឲ្យសោះណាចាំសម្ដីដែលនាងនិយាយផងហាមគេចទៅណាតែម្នាក់ឯងទឹកមុខរបស់សៀវមួយឆ្នាំបាញ់មិញនេះពិតជាដូចសិនហ្វានិយាយជាមួយខ្ញុំមែនពិតជាដូចគ្នានេះបានខ្ញុំសន្យាបានអញ្ចឹងខ្ញុំមិនរំខានលោកទៀតទេទៅចុះសិនស៊ូវែនសៀវមួយឈិនគឺជាសៀវមួយឈិនឈិនហ្វាំងគឺឈិនហ្វាំងនាងកុំច្រឡំគ្នាសោះចង់បាត់អីក៏ទិញចុះណានេះលោកតាហៅខ្ញុំមែនទេជីយូណាលោកយាយទួតចង់ទៅដើរលេងនៅខាងក្រៅក៏ទៅជាមួយនឹងលោកទួតទៅណាបាទលោកយាយទួតចង់ទៅណាដែរបាទបានលេបមកថាមួយរយៈនេះនៅចំកណ្ដាលទីក្រុងមានចាត់កម្មវិធីច្រើនណាស់ហើយអ៊ូអត់ទៀតខ្ញុំចង់ទៅលើហាងទំនិញទៀតហើយមែនទេហេតុអីគ្រាន់តែ500ឆ្នាំសោះលោកយាយទួតនេះផ្លាស់ប្ដូរដល់ថ្នាក់នេះហើយក៏ទិញរបស់ថ្លៃត្រឡប់មកវិញពេញដៃទាំងអស់ជីយូនឯងនាំលោកយាយទួតទៅខាងក្រៅត្រូវមើលថែគាត់ឲ្យបានល្អណាកុំឲ្យមានមនុស្សមកនិយាយញ៉ាំជាមួយយាយទួតសោះណាដល់50ដងហើយអត់មានជ្រុះសាក់បាទនេះឈូបាទក្លិនជាមួយនឹងរូបមន្តនិងបច្ចេកវិទ្យាពីប្រទេសកូរ៉េជួយបំពេញចាប់តាំងពីរឿងរហូតដល់ចប់សក់មានក្លិនគឺគ្មានសាក់ជ្រូកបាទខ្ញុំដឹងហើយអញ្ចឹងខ្ញុំឡើងទៅដោះសម្ភារបំពាក់សិនហើយណាលោកបាក់ជ័យជួនចាំខ្ញុំហើយណាបាទរងចាំលោកយាយទួតចាត់ទុកថាជាបុលរបស់ខ្ញុំហើយហើយម្សិលមិញស៊ូវ៉ាន់ខ្លួនពិតធ្វើឲ្យខ្ញុំអារម្មណ៍មិនល្អពេញមួយថ្ងៃនេះខ្ញុំនឹងដើរទិញដើម្បីបញ្ចេញកំហឹងខ្ញុំហើយលោកអ៊ំខ្ញុំសុំសួរលោកអ៊ំបន្តិចមើលបាទមានរឿងអីដែរមួយរយៈនេះហាងនៅកណ្ដាលទីក្រុងមានចាត់កម្មវិធីអីមែនទេដូចជាមានចាត់កម្មវិធីប្រកួតប្រជែងឱសថបុរាណចិនប្រកួតឱសថបុរាណចិនមែនទេ
អញ្ចឹងមានន័យថាលោកយាយទួតទៅហាកណ្ដាលទីក្រុងនេះហើយព្រោះតែការប្រកួតនេះមែនទេអរខ្ញុំយល់ហើយលោកអ៊ំតាសិនចុះបាទលោកប្រុសហើយដូច្នេះហើយនាងមិនបានតែទិញអីវ៉ាន់ទេខ្ញុំយល់ច្រឡំលើនាងខុសទៀតដឹងតើតែជាយួនអ្នកបើកឡានត្រៀមខ្លួនហើយនេះអ្នកបើកឡានបើកជឿខ្លាំងណាស់ខ្ញុំខ្លាចទៅកម្មវិធីមិនតាន់ពេលថ្ងៃនេះខ្ញុំនឹងនាំលោកយាយទួតជូនដល់ខ្លួនឯងតែម្ដងប្រកួតបច្ចេកអីទេគឺកម្មវិធីប្រកួតអាស័ព្ទបុរាណចិត្តនោះអីការដែលលោកយាយទៅហាងនៅកណ្ដាលក្រុងមិនមែនដោយសារតែកម្មវិធីនេះមែនទេខ្ញុំហេតុអីការដែលលោកយាយទួតទៅហាងកណ្ដាលក្រុងមិនមែនដោយសារតែការប្រកួតអាស័ព្ទបុរាណចិត្តនេះមែនទេខ្ញុំបានឃើញនៅក្នុងសៀវភៅគេប្រាប់ថាលោកយាយងប់ងល់នឹងការស្វែងរកជាពេលខ្លាំងណាស់ហើយការដែលទៅហាងកណ្ដាលក្រុងលើកនេះក៏ព្រោះតែកម្មវិធីនេះឯងបើសិនជាពេលនេះខ្ញុំប្រាប់ការដែលខ្ញុំទៅហាងនៅកណ្ដាលទីក្រុងគឺមិនមែនដោយសារតែការប្រកួតប្រជែងអាស័ព្ទបុរាណនោះនឹងធ្វើឲ្យជនយន្តសង្ស័យហើយខ្ញុំទៅដោយសារតែការចូលរួមកម្មវិធីនឹងឯងមិនស្មានថាជាយួនមកដឹងដែរអញ្ចឹងយើងក៏ប្រយ័ត្នទៅយូរជាងនេះទៀតយើងទៅមិនទាន់ទេតោះទៅត្រូវទៅរកវិធីបជាពេលចាំកម្មវិធីចាប់ឲ្យចាំទៅសៀមឆានដាក់ពេលរួចហើយមកនេះទេស៊ូទុកចិត្តចាខ្ញុំប្រកាសជាឈ្នះខ្ញុំប្រកាសជាបានរង្វាន់មួយនោះមកឲ្យទាល់តែបានសូមអញ្ជើញអ្នកដែលមកចូលរួមប្រកួតដំណាក់កាលដំបូងមកកាន់ទីកន្លែងចាអញ្ចឹងខ្ញុំទៅប្រកួតហើយណាពេលនេះការប្រកួតប្រជែងអាស័ព្ទបុរាណចិនដំណាក់កាលដំបូងក៏បានចាប់ផ្ដើមហើយរីសាគមអ្នកដែលចូលរួមប្រកួតដំណាក់កាលដំបូងរបស់យើងគឺចាប់ផ្ដើមជាផ្លូវការហើយចាខ្ញុំសូមណែនាំពីកតិកានៃការប្រកួតនេះឲ្យដឹងជាមុនសិននៅខាងមុខអ្នកចូលរួមប្រកួតគ្រប់គ្នាគឺមានប្រអប់អាស័ព្ទបុរាណម្នាក់មួយគឺមានអាស័ព្ទបុរាណចំនួន100មុខអ្នកដែលអាចចាប់អាស័ព្ទបុរាណបានច្រើនជាងគេអ្នកនោះគឺជាអ្នកឈ្នះអាចឡើងទៅដំណាក់កាលជាបន្តទៅទៀតចាបានឃើញអ្នកនៅឆ្វេងដៃផុតខាងលើនោះទេបានលឺមកថាគឺជាអ្នកអច្ឆរិយអាស័ព្ទបុរាណចិនដែលបានជួយមកនេះស្លាប់ហើយជាការពិតទេនាងជាមនុស្សខ្លាំងខ្លាយឬក៏អត់អញ្ចឹងនាងគឺជាអ្នកទទួលរង្វាន់បោកប្រាស់នោះហើយនាងអាចនឹងសរសេរតែផ្ដាស់ទៅក៏ថាបានដែររង្វាន់ខ្ញុំតែបានរង្វាន់នោះឲ្យទៅតែបាននឹងតាំងចិត្តមកពលឹងនេះគឺដោយសារតែយន្តសិននោះតាទៅទិញយន្តសិន1000ឆ្នាំនៅត្រកូលសៀវបាទលោកប្រុសសៀវលោកយាយទួតប្រញាប់ទៅការប្រកួតចាប់ដើមហើយមិនទេជឿយូននៅសុកខ្ញុំក៏ជឿពោះលោកយាយជឿខ្លាំងដែរទេខ្ញុំប្រហែលជាត្រូវចុះបន្ទប់តែកម្មវិធីចាប់ដើមហើយលោកទៅមកការប្រកួតសិនទៅណាខ្ញុំទៅបន្ទប់ទឹកសិនតិចទៀតមកវិញនេះឲ្យខ្ញុំនៅមើលបើនាងមើលបានប្រយោជន៍ស្អីទៅហើយគ្រប់គ្នាត្រៀមខ្លួនហើយនៅចាអាស័ព្ទបុរាណនេះខ្ញុំបានមើលមករួចហើយការប្រកួតប្រជែងនេះខ្ញុំប្រកាសជាឈ្នះបាទអញ្ចឹងការប្រកួតប្រជែងក៏នឹងចាប់ផ្ដើមហើយត្រៀមចាប់ផ្ដើមបានចាអ្នកនៅខាងកាត់នោះពិតជាលឿនពេកហើយនេះមិនបានសង្កេតច្បាស់ទេសូម្បីតែអ្នកអច្ឆរិយៈក៏នៅយឺតជាងដែរមើលទៅខ្ញុំធ្វើរឿងដែលមិនចាំបាច់ទៀតហើយចាប់ផ្ដើមប្រកួតហើយលោកយាយទួតមិនមែនគាត់ទេនាងមកពីណាហ្នឹងលើជាខ្ញុំទៀតសំជាលោកយាយទួតមែនសំជាលោកយាយទួតមែនមើលហើយនោះគាត់ជាឈ្នះដោយមិនចាំបាច់សង្ស័យនោះទេចាអត់តែហើយចាសូមឲ្យអ្នកប្រកួតទាំងអស់គ្នាឈប់ឥឡូវភ្លាមឥឡូវនេះគឺសូមឲ្យគណៈកម្មការយើងពិនិត្យមើលលទ្ធផលនៃការប្រកួតទាំងអស់គ្នាចាខ្ញុំអាចកាត់ដល់ទៅ25មុខប្រកាសជាគ្មានអ្នកណាអាចធ្វើបានលើខ្ញុំនោះទេមិនទៅបានច្រើនជាងខ្ញុំនេះច្រើនមែនទេបានមិនមែនដោយសារតែខ្ញុំមិនជំនាញប្រាប់ដូចសម័យនេះតែបានចេះសរសេរឈ្មោះអក្សរជាតិកុំឲ្យបានច្រើនជាងនេះទៅទៀតលទ្ធផលនៃការប្រកួតប្រជែងគឺត្រូវសម្រេចទៅលើអ្នកដែលអាចកត់ឈ្មោះអក្សរបុរាណបានច្រើនជាងគេហើយភាពត្រឹមត្រូវដូច្នេះអ្នកដែលចូលរួមប្រកួតសូមតែការច្រើនជាងត្រូវមានភាពត្រឹមត្រូវនាងប្រហែលជាសរសេរប្រដេកក៏ថាបានដែរប្រហែលជាខុសទាំងអស់ក៏មិនដឹងចាឥឡូវនេះលទ្ធផលដំណាក់កាលដំបូងបានចេញមកហើយអ្នកដែលឈ្នះដំណាក់កាលដំបូងនេះគឺអាចកត់ឈ្មោះអក្សរបុរាណបាន41មុខហើយត្រឹមត្រូវទាំងអស់គ្រប់មុខផងដែរនោះគឺជាអ្នកនាងសុខសវណ្ណមិនអាចទៅរួចទេហេតុអីក៏ថាមិនអាចទៅរួចនឹងហើយសូម្បីតែបច្ចុប្បន្នអក្សរបុរាណដូចជាមហាសេស្រីសង្គ្រាមដែលអាយុ16ឆ្នាំអាចកត់ត្រឹមតែ30មុខក្នុងពេល2នាទីនាងអាចកត់ដល់តែ41នាងប្រហែលជាមហាសេស្រីសង្គ្រាមទៀតអរគុណសម្រាប់ការសរសេរប៉ុន្តែរឿងនេះខ្ញុំពិតជាធ្វើបានពិតមែនកាលអាយុ16ធ្វើបានតែ30មុខពេលនេះខ្ញុំអាយុ20ឆ្នាំជាងហើយប្រកាសណាស់គឺត្រូវតែប្រកាសផលកុហកលទ្ធផលខ្លះមិនខានអូខេបានហើយការប្រកួតគ្នានៅលើនេះគឺចាប់សគ្រប់ហើយសូមអ្នកដែលចូលរួមប្រកួតទទួលយកលទ្ធផលដោយស្ងាត់ខ្ញុំសូមហ៊ានធានាដោយកិត្តិយសថាការកាត់ក្តីរបស់ពួកយើងពិតជាយុត្តិធម៌កាត់
ក្តីពិតជាមាន ទទួល បញ្ យក ហា ការពិតទៅថានាងចាញ់ហើយបើចាញ់ហើយនោះនាងក៏ព្រមទទួលស្គាល់ថាសមត្ថភាពរបស់នាងនៅមិនទាន់ដល់ប៉ុណ្ណឹងហើយនៅមិនពេញចិត្តទៀតហើយចាប់ប្រកាន់មហាសេដ្ឋី សង្គ្រោះមានហេតុផល មែន អូ ហើយ ធ្វើយ៉ាង ហើយ ណា ទៅ ទៅ ជិ ជិ ត ត ខ្ញុំ ខ្ញុំ នឹង មិន ទៅ ទទួល ចា ស្គាល់ មិន មិន ក៏ ខ្ញុំ ឆ្ងាយ ជួយពួកល្ងងទេចាំខ្ញុំមិនទទួលស្គាល់ថាពួកគេល្ងងទេចាំខ្ញុំគ្រប់គ្នាមិនជួយអីទេចាឥឡូវនេះការប្រកួតដំណាក់កាលដំបូងរបស់យើងគឺបានបញ្ចប់ហើយសូមអ្នកដែលឈ្នះដំណាក់កាលដំបូងគឺត្រៀមខ្លួនចូលដំណាក់កាលបន្តទៀតការប្រកួតដំណាក់កាលបន្តទៀតកំពុងតែចាប់ផ្ដើមហើយ លោកយាយទូតមិញនេះលោកយាយអស់ចានណាមិញកែលោកយាយទូតទៅទុកទឹកហើយហេតុមិនក៏មកដល់លឿនម្ល៉េះហើយថែមទាំងដូរសម្លៀកបំពាក់ទៀត គឺលោកនេះសោះពិធីជប់លៀងលើកមុនក៏ជាលោកហើយតែបែបបានជាស្និទ្ធស្នាលដល់ថ្នាក់នេះលោកហាក់ខ្ញុំថាម៉េចនោះលោកហាក់ខ្ញុំថាម៉េចមិញ បានបងស្រីខ្ញុំបុកពាក់បរោះតូចហើយមិននេះតាំងឈ្មោះត្រកូលសិនទៀតផង ស្គាល់ខ្ញុំឬយ៉ាងណាអូនស្រីអ្វីណាបុកពាក់បរោះតូចអីទេគេមានបញ្ហាខួរក្បាលមែនទេសូមអភ័យទោសលោកប្រហែលជាចាប់មនុស្សខុសខ្ញុំមានធុរៈខ្ញុំទៅសិនហើយ អេកំតអត់ទេសុំទោសលោកយាយទូតខ្ញុំមិនបានតាំងចិត្តទេជ្រុលទេនៅខាងក្រៅលោកយាយមិនអាចមកហែបតាសញ្ញាទៅបានទេយ៉ាងហើយបានឲ្យលោកយាយធ្វើបងស្រីខ្ញុំសិនទៅណាអត់ខ្ញុំសុំទោសផងណា មនុស្សម្នាក់នេះលោកដំបងទៅចាំខ្ញុំខុសគេប្រាប់ថាគេជាមនុស្សរបស់ត្រកូលសិនដែលបានស្នងដល់ម៉ែមកនេះគេទៅហៅខ្ញុំថាលោកយាយទួតឬមួយក៏លោកគឺអ្នកនាងសិនសួស្ដីចារំខានអ្នកនាងមកដាក់ពាក្យសម្រាប់ការប្រកួតលំដាប់តទៅទៀតចា អញ្ចឹងលោកយាយទៅត្រៀមខ្លួនសម្រាប់ការប្រកួតទេខ្ញុំទៅសិនហើយណាបាយបាយ ក៏បានទៅចេះសៀមមក យើ ឆា ង ន ទៅ មិញ ញ៉ាំតទៅវិញ ថាម៉េច មាញ់នឹងមានចាំងតែមកប្រាប់ថាលោកយាយនៅសុកសុកកកចិញ្ចៀមហើយក៏ស្លាប់អ្នកក្រាបមិនស្លាប់ទេ មិញអាចទៅ ខ្ញុំក៏មិនដឹងដែរនឹងប្រញាប់ខាងពេលរហូតនិយាយមិនច្បាស់តែក៏ប្រញាប់ទៅចាំដែរ បានអញ្ចឹងយើងប្រញាប់ទៅទៅទៅសៀមមកឆានមិញនេះខ្ញុំ យើងត្រូវប្រញាប់តទៅវិញមាញ់នឹងមានចាំងតែមកប្រាប់ថាលោកយាយនៅសុកសុកកកចិញ្ចៀមហើយក៏ស្លាប់អ្នកក្រាបមិនស្លាប់ទេខ្ញុំក៏មិនដឹងដែរនឹងប្រញាប់ខាងពេលរហូតនិយាយមិនច្បាស់តែក៏ប្រញាប់ទៅចាំដែរទៅប្រញាប់ទៅ ក៏បានឥឡូវនេះប្រហែលជាទៅប្រកួតលេងទាន់ហើយតែដឹងសៀមមកឆានហើយនឹងខ្លួនពិតនៅទីនេះបានចាំម៉េច នឹងកាត់អីទេ ខ្ញុំក្រិចចា ហើយយ៉ាងម៉េចដើរបានទេ ឈឺតិចតួច សុំទោសណាស្ថានភាពមិនទាន់ហើយ ខ្ញុំនៅតែកូនសិនរាប់ខែសៀមមកឆានម្នាក់ខ្ញុំចូលចិត្តសំបីតែមួយជំហានទេប៉ុន្តែឥឡូវនេះជាមួយនឹងខ្លួនពិតម្នាក់នេះបែរជានៅចិត្តស្និទ្ធនាងពិតជាប្រកែកមែនសំទោសណាជាយូនខ្ញុំមកយឺតហើយ រឿងនេះមិនបានតែត្រៀមខ្លួនសម្រាប់ដំណាក់កាលបន្តទៀតទេហើយយ៉ាងទៀតនេះហេតុអីបាច់បដូរឈុតទៀតហើយ ខ្ញុំទៅក្រៃឆាកពីពេលណាមិនមែនទេមិននេះនាងរូបថានៅសៀមមកឆានទឹកដាច់ចេញពីផ្លូវខាងក្រៅនេះឬមួយក៏សិនជាយូនជប់នាងហើយខ្ញុំមិនចង់ចូលរួមដំណាក់កាលបន្តទៅទៀតខ្ញុំមិនចាប់ប្រកួតទៀតទេ ថាម៉េច ជឿយូនអាការៈជឿពុរបស់ខ្ញុំមិនទាន់អត់ឡើយទេយើងត្រឡប់ទៅតែវិញទៅណា អញ្ចឹងក៏បានមិនមែនទេតិចលោកយាយទូម្នាក់នេះហើយនៅយាយទូម្នាក់នោះជួបនឹងផ្សេងគ្នាដែរ លោកប្រហែលជាចាំមនុស្សខុសខ្ញុំមានធុរៈខ្ញុំទៅសិនណា សម្លៀកបំពាក់ក៏មិនដូចគ្នាហើយអារម្មណ៍ក៏មិនដូចគ្នាទៀតឬមួយខ្ញុំនាំមនុស្សខ្លាចជួបតែទៀតហ្នឹង ឆាប់ទៅជឿយូន បាទខ្ញុំទៅហើយ ចាប់ហើយជឿយូនកំពុងតែសង្ស័យហើយដើម្បីការពារមិនឲ្យខ្លួនទៅជាយ៉ាងណាខ្ញុំចាំលោកប្រុសមកវិញហើយអីអូយស្លាប់ហើយចាំរបស់ខ្ញុំមានក្រិចតែបានចាំមកខាងលោកសៀវជួយបែកត្រឡប់មកវិញហើយលោកយាយយ៉ាង លោ ម៉េ ក ច ប្រុសលោកសេធំសុខសប្បាយធម្មតាទេចា មិនកាត់អីទេក្រែងបាញ់មិញនេះមិនតែត្រកខ្ញុំថាលោកយាយអួតចាញ់ឈាមហើយក៏ស្លាប់ទៅ មិននេះខ្ញុំបដូរតាមពេលចូលទៅក្នុងបន្ទប់លោកសេដែលលើក្រែហើយលើក្រែសុខឈាមខ្ញុំតក់សុទ្ធពេកទៅលោកប្រុសពេលដែលងាកមកម្ដងទៀតឃើញថាលោកសេកំពុង ឃើញអីក៏មិនប្រញាប់និយាយ គាត់ មក កំពុងតែញ៉ាំមាន់មកពងហើយនៅដំឡូងជៀនហើយនៅលើភួយពោពេញទៅដោយទឹកជ្រលក់ពេញប៉ោះកោះខ្លាចខ្ញុំឃើញទៅបានជាគាត់ធ្វើជាគេលក់តំងទៅចាខ្ញុំផ្ដាំឲ្យផ្ដាំទៀតថាមួយរយៈនេះឲ្យគាត់ញ៉ាំតែអាហារដែលមានរសជាតិសាបហាមញ៉ាំពួកសាច់ព្រោះកាពះនៅមិនទាន់ស្រួលទេគាត់ទម្រាមមាត់ពេកទៅលួចញ៉ាំហើយខ្ញុំទៅមើលលោកសេបន្តិចសិន ឈប់សិនចឹងនៅឈឺកំតន់ដើរអី ហើយសេមកឆាន់ អាការៈរបស់លោកយាយគឺខ្ញុំហៅពេទ្យមកមើលឲ្យហើយក៏ឲ្យពេទ្យមកមើលជើងនាងតែម្ដង មិនអី ទៅ ទេព្រោះខ្ញុំខ្លួនឯងក៏ជាពេទ្យដែរ ពេទ្យមិនអាចព្យាបាលខ្លួនឯងទេនាងកំពុងឌឺខ្ញុំមែនទេ លោកប្រុសខ្ញុំទៅមើលអាការៈលោកស្រីសិនហើយចា ចាំខ្ញុំតាមទៅ ចាមិននេះបើបាននៅបន្តទៀតដើម្បីប្រកួតប្រជែងនោះខ្ញុំប្រហែលជាបានយិនសិននឹងមកហើយ នាងចង់បានចិនសិនមួយនឹងដល់ថ្នាក់នេះមែនទេ យិនសិន100ឆ្នាំពិបាករកខ្លាំងណាស់បើបានវាមកខ្ញុំប្រហែល លោកប្រុសសៀវរបស់ដែលលោកត្រូវការខ្ញុំបានទិញមកហើយ ឲ្យនាងទៅ នៅនឹងឈិនខ្ញុំឲ្យអ្នកនាង ឲ្យខ្ញុំហ៎ បាទ នេះគឺជាយិនសិន1000ឆ្នាំគុណភាពល្អដល់ថ្នាក់នេះលោកតែងមកហ៎ ខ្ញុំដឹងថានាង
គឺអាចយកឈ្នះយកវាមកដោយខ្លួនឯងបានតែយន្តសិននេះឲ្យតានាងចាត់ទុកថាជារឿងដែលខ្ញុំធ្វើនាងមិនបាននៅបន្ត ល្អខ្លាំងណាស់សៀមឈិនបើបានយន្តសិននេះហើយខ្ញុំប្រកាសជាអាចជាបារបុននៅដៃលោកបាន ថាម៉េចហ្នឹង បើបានយន្តសិននេះហើយនោះខ្ញុំប្រកាសជាអាចជាបារបុននៅដៃលោកបានហើយលោកមុនលោកជួយខ្ញុំរហូតធ្វើដៃមានរបួសពីពឹសមិនចឹងហីស្នាមរបួសនៅពិបាកព្យាបាលណាបើមានយន្តសិននេះហើយប្រកាសជាអាចធ្វើជាថ្នាំលុបបំបត្តិស្នាមនោះបានជាមិនខាន នាងគិតប្រើយន្តសិននេះដើម្បីជាបារបោះដៃខ្ញុំមែនទេ ប៉ិតមែនហើយ ខាងផ្នែកវិជាបានគិតថាប្រកាសការដែលមិនទាន់ហើយការដែលលោកអាសាស្រមៃឃើញនាងនោះព្រោះតែលោកមានអ្វីម្យ៉ាងដែលមិនទាន់បានធ្វើនាងបើបានជួបគ្នាម្ដងទៀតការយល់សប្តិនោះវានឹងបាត់ទៅដោយខ្លួនឯងទេ ខ្ញុំមិនមែនជាឆាន់ឈិងឈិងខ្ញុំគឺសិនសុវណ្ណ ខ្ញុំត្រឹមនាងមិនទាន់ឃើញហើយទៅជួបគ្នាបានយ៉ាងម៉េចទៅ លោកមិនចាំបាច់តាមរកនាងទេហើយថ្ងៃណាមួយនាងនឹងមករកលោកដោយខ្លួនឯងហើយ អញ្ចឹងបានន័យថានាងពិតជាមិនមែនឈិនឈិងឈិងពិតមែនតែជាមនុស្សនៅក្នុងសប្តិខ្ញុំ ហេឡូខ្ញុំមកអញ5លានជួយចាត់ការមនុស្សម្នាក់ឲ្យយើងមនុស្សស្រីដែលមានមុខមាត់ដូចយើងបែបដាច់ខ្ញុំចង់ឲ្យនាងបាត់ខ្លួនពីលើលោកនេះអ្នកនាងឈិនឲ្យសិទ្ធិរបស់អ្នកនាងបានមកដល់ហើយចាចាអរគុណណាស់អ្នកមីងមិនបាច់ក្រែងចិត្តទេចា ឈិនឈិងឈិងម្នាក់នេះក្រោយពីលុយដាក់តាមនិយាយហើយក៏គេចខ្លួនទៅបែរជាទៅមនុស្សតកូលសិននាំទៅហើយបានធ្វើជានាងធំរបស់តកូលសិនថែម ថ្ងៃហ្នឹងខ្ញុំបានពិនិត្យកាមេរ៉ាសុវត្ថិភាពពេលដែលអ្នកគ្រប់គ្រងឈិនអូមិនមែនទេគឺមានន័យដល់នាងសិនឈិងឈិងក្រោយពីបានជួយនាងសិនហើយនោះគេក៏រត់គេបាត់ទៅក្រោមខាងជើងមានគេរកប្រុសម្នាក់ផុតបានទៅហើយធ្វើឲ្យមាន សៀវមួយឈិនលោកដែលទៅរកសេចក្តីស្លាប់ដល់ខ្លួនឯងតិចនេះអ្នកណានឹង ជប់ច្របាយខ្ញុំជួយពីហូតទាំងអស់ឲ្យទៅលោកជាទួតគ្រប់ចៅរបស់តកូលសិននៅថ្ងៃនៅក្នុងដៃរបស់លោកជាទួតវិញហើយភារកិច្ចខ្ញុំការពាររយៈពេល500ឆ្នាំនៅទីបំផុតក៏ធ្វើបានសម្រេចហើយ ទុកចិត្តចាតកូលសិនដែលនៅក្នុងដៃខ្ញុំវានឹងកាន់តែប្រសើរជាងនេះទៅទៀតទុកចិត្តចាតកូលសិនដែលនៅក្នុងដៃខ្ញុំវានឹងកាន់តែប្រសើរជាងនេះ បាទលោកយាយទួតសម្រាប់បានល្អចុះខ្ញុំមិនរំខានទៀតទេ លាហើយណាសិនសុវណ្ណលាហើយអតីតរបស់ខ្ញុំទាំងអស់ចាប់ពីថ្ងៃស្អែកទៅខ្ញុំសិនវ៉ាន់វ៉ាន់គឺជាអ្នកគ្រប់គ្រងតកូលសិនជាម្ចាស់គ្រប់យ៉ាងទាំងអស់ លោកតាមិនភាសាគិតម្ដងទៀតទៅមើលដំណើរការលើបែបនេះប្រកូលសិនគ្រប់ទៅឲ្យទៅស៊ីមបានវាមិនស័ក្តិសមទេដឹងក្រុមហ៊ុនសិនគឺជាក្រុមហ៊ុនរបស់លោកតាទួត រៀបគម្រោងនឹងធ្វើអី បន្តិចទៀតតកូលសិននឹងធ្វើបទសម្ភាសន៍យើងទៅតែធ្វើស្លាប់សិនដើម្បីឲ្យនាងយល់ថាផែនការរបស់នាងបានសម្រេច ក៏បាន ស្នាមអុចនៅលើមុខរបស់នាង មិនអីទេខ្ញុំអាចព្យាបាលខ្លួនឯងបាន ល្អ ឆាប់សិនកិច្ចព្រមព្រៀងនេះមិនអាចសញ្ញាបានទេនេះហាត់អីក៏មកដូចគ្នាម៉េចជាកូនភ្លោះទេដឹងខ្លាចចិត្តដែលខ្ញុំនៅមានជីវិតមែនទេនាងជាមនុស្សឬក៏ជាខ្មោចមកពីសត្វដែលខ្លួននាងបានមកពីសត្វដែលខ្លួននាងបានសត្វដែលសត្វមានមនុស្សមករៀបរៀងការបាក់បាត់សម្ភាររបស់តកូលសិននាំនាងចេញតែឥឡូវព្រៀងឈិងយ៉ាងហើយទៅដៃមួយទេទៅលើទៅ ជាអនុញ្ញាតខ្ញុំដល់សិក្សាខ្ញុំដល់ស្គាល់នាងស្បែកតែបន្តិចអូខ្ញុំដឹងហើយនាងគិតថានាងមានផ្ទៃមុខដូចខ្ញុំទើបបានជានាងនេះមកទីនេះដើម្បីមករករឿងមែនទេនាងខុសប្លែកពីខ្ញុំណា ឈប់សម្ដែងទៀតទៅឈិនឈិងឈិងក្រោយពីនាងដាក់ថាមកពលលោកយាយកិច្ចខ្លួនទៅផ្ទះតកូលសិនមកឡំធ្វើសិនសុវណ្ណនាងគិតថានាងអាចកម្ចាត់សិនសុវណ្ណបានហើយអត្តសញ្ញាណពិតរបស់នាងគិតថាមិនអាចបកក្រានមែនទេ លោកសៀកំពុងតែនិយាយពីរឿងអីខ្ញុំមិនយល់ទេ មកជំនួសសិនសុវណ្ណនេះគឺជាឈ្មោះបំពាក់បរិបទរបស់ខ្ញុំមនុស្សដែលយើងព្យាយាមរកគេដឹងយ៉ាងម៉េចនេះវាមានរឿងកាលឡើងនឹង លោកតាកុំតែស្ដាប់រឿងប្រែប្រាស់អសោះណាលោកតាគ្រាន់តែដេញ ខ្ញុំគិតថាគេបរិបទរឿងនេះទេគឺនេះទៅវិញទេខ្ញុំមានអារម្មណ៍ថានាងប្រកាសជាធ្វើខុសម្យ៉ាងអញ្ចឹងគឺនាងទៅវិញទេប្រហែលជានាងធ្វើខុសហើយ សិនជាយួនឆាប់តម្រាក់មកហៅខ្ញុំទេខ្ញុំគ្រាន់តែមិនសប្បាយចិត្តដែលនាងមករករឿងដល់ទីនេះ គ្មានហេតុផលតតែសោះហើយពួកគេមករករឿងតកូលសិនធ្វើអីខ្ញុំថាពួកគេមកប្រកាសជាមានហេតុផលមិនខានទេ សិនជាយួន អំបញ្ញខ្ញុំបានលើនេះនិយាយថានេះជាមនុស្សដែលតកូលសិនតាមរកនោះមែនទេនាងមានផលតាយបច្ចេកទេ មនុស្សដែលលោកតាតាមរកគឺជាសិនសុវណ្ណនាងអាចប្រាមជុលបានហើយក៏អាចប្រាតម្រាថ្នាំបានចំណែកមនុស្សដែលមើលទៅដូចខ្ញុំនោះនាងមិនចេះប្រាមជុលហើយក៏មើលទៅដូចជាមិនដឹងរឿងនេះ មានន័យថានាងមើលទៅពិតជាមិនដូចមែនទេ នាងតកែសម្ផស្សផ្ទៃមកនាងកំពុងនិយាយពីអីអូយស្រាប់ហើយនាងទៅវិញទៅគឺជាអ្នកតកែមកមកនោះផ្ទៃមុខពិតរបស់ខ្ញុំ ឈប់ប្រកាច់ទៅគ្មានប្រយោជន៍ទេបើសិននាងជាមនុស្សពិតនោះនាងហ៊ានពិនិត្យអាចទេ មិនថានាងធ្វើចំោះមកមិនចឹងទេគឺវារំកាត់ពីត្រង់នេះមកត្រង់នេះហើយក៏ផ្គៀមគឺវាចេញមកជាផ្គៀមខ្លាំង សាឡបងទៅនាងនឹងដឹងដល់ខ្លួនឯង យ៉ាងម៉េចហើយនាងមិនហ៊ានសាកមែនទេចាំខ្ញុំជួយនាងទៅខ្លួនឯងយ៉ាងម៉េចហើយនាងមិនហ៊ានសាកមែនទេចាំខ្ញុំជួយនាងទៅខ្លួនឯងនេះណា ស្រាប់ហើយគឺរបស់ពិតជាវាមែន ចាំមកខ្លាយមែនវាបាត់ហើយ វាបាត់ហើយណោះកំថាត់វីដេអូអត់សិនណាហាមថាត់រក មើលទៅចុះផ្ទៃមុខនាងពិតជាខ្លាយមែនហើយយើងមិនជួយតែយកស្វែងរកនោះទេនាងពិតជាគឺខ្លាំងមែននាងហ៊ានមកបោកប្រាស់តកូលសិនចាំមិនដឹងណា តែពួកលោកទៅវិញទេដែលចាំមនុស្សខោពួកលោកនាំខ្ញុំត្រឡប់មកតកូលសិនហើយនឹងមកថាឲ្យខ្ញុំទៀតលោកវិញទេតែភ្លេចច្បាស់ចាំមនុស្សខោ លោកតាយ៉ាងម៉េចទៅ រត់តែនាងតកែមុខមកទៅប្រឹងទៅច្បាប់នេះរត់ទៅតកូលសិនដើម្បីបោកប្រាស់ហើយមិនទោសអ្នកណាទៀត មកបន្ទោខ្ញុំកម្រលះអាងដោយសារតែភាពលឹកលឿនរបស់នាងលួចដាក់ថ្នាំលោកស្រីហើយថែមទាំងចាំបំផាន់ទីមុខរបស់ខ្ញុំនេះគឺជាអំពើអាក្រក់ដែលនាងបានធ្វើទាំងអស់គឺជាកំហុសរបស់នាងមិនមែនទេនឹងមិនមែនទេ មិនបាននិយាយអត់បានកាន់ទៀតទេពួកយើងមកទីនេះ
គឺពួកយើងមកផ្ដឹងប៉ូលីសរួចហើយឈិនឈិងឈិងចូលគុកដើម្បីលៀងអំពើបាបរបស់នាងទៅ ហើយឈិនឈិងឈិងជឿទៅណា មិនខ្ញុំទេ ហើយចង់រត់គេទៅណាលោកប៉ូលីសនេះគឺឈិនឈិង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 បានជួលឃាតករប្រយ៉ាប់តាមពួកយើងទេ ខ្ញុំមិនទៅចាប់ខ្ញុំមិនបានទេណាខ្ញុំមិនបានជាឆាន់ឆិងនេះចាំគ្រប់គ្រងសម្បត្តិរបស់អ្នកឡើយមិនទៅខ្ញុំគឺអ្នកនាងសិនមកប្រាប់ថាខ្លួនឯងជាអ្នកនាងសិនទៀតខំនឹងខ្ញុំគឺអ្នកនាងសិនខ្ញុំមិនទៅចាប់ខ្ញុំមិនបានទេណាខ្ញុំមិនទៅខ្ញុំគឺអ្នកនាង នេះទួតពិតជាបុព្វបុរសរបស់ពួកយើងពិតបើទេ លោកសិនរឿងដែលនៅសល់ត្រឡប់ទៅផ្ទះហើយចាំនិយាយគ្នាទៀត ជប់សិនមនុស្សត្រកូលសិននិយាយគ្នាលោកជាអ្នកក្រៅចូលទៅមិនស័ក្តិសមទេដឹង អញ្ចឹងខ្ញុំចាំនៅទីនេះ បុព្វបុរសខ្ញុំធ្វើទូនីតិមិនបានល្អទៅធ្វើឲ្យលោកត្រូវមកជប់រឿងពិបាកយ៉ាងនេះ លោកក្រោកឡើងសិនមកនេះមិនមែនជាកំហុសរបស់លោកទេ អាការៈបេះដូងរបស់លោកប៉ាកំពុងតែឈឺកុំរំភើបពេកអី ខ្ញុំខុសហើយព្រោះតែខ្ញុំចាំមនុស្សច្រឡំធ្វើឲ្យបុព្វបុរសនៅលំបាកនៅខាងក្រៅខ្ញុំចិត្តនឹងសម្រាប់ត្រកូលសិនទ្រព្យសម្បត្តិត្រកូលសិនមានតម្កល់ឲ្យគេហើយ មិនបាច់បន្ទុកខ្លួនឯងពេកទេរឿងវាកន្លងផុតហើយហើយលោកក៏បានទុកបញ្ចូលប្រាក់របស់ខ្ញុំរក្សាបានយ៉ាងល្អទុកឲ្យខ្ញុំវិញខ្ញុំពិតជាអរគុណណាស់ ការពិតក៏ជាបុព្វបុរសដែលជួយជីវិតមនុ មែ ស្ស នហើយគឺខ្ញុំតែនៅថ្ងៃនេះខ្ញុំបានឃើញរបស់ជាច្រើនដែលតកូលសិនបានរក្សាទុកឃើញមានរូបគំនូរហើយនឹងតួអក្សរវាគួរតែនៅក្នុងវាំងហេតុអីក៏វាធ្លាក់ទៅក្នុងដៃរបស់លោកទៅវិញ គឺថា បុព្វបុរសតាំងតែពេលលោកបាត់បង់ជីវិតទៅក៏បានរិចបញ្ជាបញ្ជូនទៅនៅវត្តតែមិនដឹងថាមកពីហេតុអីទេស្ដេចសង្គ្រាមក៏ត្រឡប់មកវិញហើយក៏បញ្ចប់ជីវិតខ្លួនឯងព្រោះតែចង់ឲ្យលោកនៅដង្ហើមម្ដងទៀត ឈប់សិននិយាយថាម៉េចបញ្ចប់ជីវិតខ្លួនឯងយី បាទពិតមែនហើយ បុព្វបុរសលោកសៀវអរគុណណាស់ដែលលោកតាក់ទងមករកខ្ញុំហើយក៏បានប្រាប់ការពិតតាក់ទងទៅនឹងបុព្វបុរសរបស់ខ្ញុំហើយក៏ជួយខ្ញុំបកអក្សរទៀតផងក៏ប៉ុន្តែលោកបារម្ភពីបុព្វបុរសរបស់យើងខ្លាំងណាស់ព្រោះតែ តាំងតែពេលលោកហៅនាងថាបុព្វបុរសមករឿងរបស់ចាស់ទុំមិនដឹង ខ្ញុំនិយាយដើម្បីលោកតាលោកដឹងអត្តសញ្ញាណពិតរបស់នាងមិនធម្មតាដែលលោកស្រឡាញ់នេះវាជារឿងដែលមិនអាចទៅរួចទេ លោកប្រសិនមានមនុស្សធ្លាប់ប្រាប់លោកទេថាលោកនិយាយច្រើនណា កំពុងនិយាយការពិតណាលោកនឹងនាងរៀបការហើយមនុស្សម្នាក់នឹងគឺជាបុព្វបុរសដែលគ្មានអ្នកណាអាចប្រៀបបានអញ្ចឹងហើយខ្ញុំណែនាំឲ្យលោកជប់គិតទៀតទៅ លោកដឹងបានយ៉ាងម៉េចថាខ្ញុំមិនមែនបុព្វបុរសម្នាក់នេះ លោកដឹងទេថាខ្ញុំនិយាយដល់អ្នកណាជឿជាក់បានតែកុំជឿជ្រុលពេកបុព្វបុរសបានយ៉ាងម៉េចហើយ លោកសៀវលោកដល់នឹងទៅដល់ ចេញ ហើយនេះលោកកំពុងធ្វើអីទៅខ្ញុំគិតថាលោកសៀវប្រកាសជាពេញចិត្តបុព្វបុរសយើងមិនខានទេគេប្រាប់ថាគាត់រៀបការនឹងបុព្វបុរសទៀតផងហើយនេះស្អីទៅអ្នកដែលរៀបការជាមួយនឹងបុព្វបុរសគឺជាស្ដេចសង្គ្រាមឬមួយគេក៏ជាមនុស្សតែមួយនឹងបុព្វបុរសទៅ ឈិនហ្វិនជួបបណ្ណាទៀតទេក្រែងព្រះអង្គប្រកាសចិត្តដូចហើយព្រះអង្គពិតជាគូបានស្អាតណាស់ស្អាតជាងខ្ញុំម្ចាស់គូទឹក ម៉ែថានឹងជួយរបស់យើងមិនអាចគូភាពស្អាតព្រៀបនឹងនាងបានទេ ឈិនហ្វិនចិននៅជាមួយគ្នារហូតទេ យើងនៅជាមួយគ្នារហូតបានក្រោយពេលនេះទៅខ្ញុំប្រហែលមិនអាចនៅក្បែរនាងបានទេ ឈិនហ្វិន យើងចាក់ហើយ សៀវមួយឈិនខ្ញុំគួរតែដឹងថាឈិនហ្វិនបានចាក់ចេញហើយ នាងខូចចិត្តណាស់មែនទេដែលគេចាក់ចេញទៅនោះ ខ្ញុំដឹងថា500ឆ្នាំក្រោយគេប្រកាសជាចាក់ចេញទៅបាត់ហើយខ្ញុំដឹងត្រឹមតែគេបានស្លាប់ហើយខ្ញុំមានអារម្មណ៍ថាខូចចិត្តណាស់ គេម្នាក់នឹងគឺចង់ឲ្យនាងសប្បាយចិត្តហើយនឹងចង់ឲ្យនាងធ្វើអ្វីដែលនាងចង់ធ្វើ លោកមិនមែនជាគេលោកដឹងបានចាំថាគេកំពុងតែគិតអីនោះខ្ញុំមានសមាធិជាមួយគេធ្វើតែខ្ញុំមិនធ្វើ នៅក្នុងចិត្តរបស់គេនាងគឺជាមនុស្សម្នាក់ដែលគេអាចស្វាត់ជំនួសបាន លោកដឹងបានចាំថាការស្លាប់របស់គេតាក់ទងនឹងខ្ញុំឈិនហ្វិន នៅពេលនឹងខ្ញុំចាំនាងមិនបានពិតមែនខ្ញុំបានធ្វើរឿងមិនល្អដាក់នាងហើយក៏ធ្វើបាបនាងតែខ្ញុំនៅតែនឹកដល់នាង ជាមនុស្សម្នាក់នៅក្នុងលោកដែលអាចជួយខ្ញុំដែលមិនគិតពីខ្លួនឯងខ្ញុំគួរតែស្មានដឹងតាំងពីដំបូងថាលោកគឺជាឈិនហ្វិន បានអរខ្ញុំសុំទោសណាស់ លោកមិនចាំបាច់ទៅសុំទោសទេ ខ្ញុំនឹងការពារនាងមិនធ្វើនាងខូចចិត្តទៀតទេ ខ្ញុំនឹងមិនប្រំឲ្យខ្លួនឯងឈឺចាប់ឬខូចចិត្តបានក្រុមគូជាមួយនឹងលោកគឺជាអ្វីដែលមានក្តីសុខចិត្តទីបំផុតឈិនហ្វិនចាំនៅជាមួយគ្នារហូតទេ បានយើងនៅជាមួយគ្នាជារៀងរហូតផ្លូវទៅមុខយូរអង្វែងស្លាប់ឬរស់ក៏នៅជាមួយគ្នា រឿងបញ្ជាទេវតាឆ្លងសម័យចាប់ដោយបរិបូរ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីតាមដានទស្សនាខ្សែវីដេអូឃ្លីបនេះតាំងពីដើមរហូតដល់ចប់យើងខ្ញុំសូមប្រសិទ្ធពរជ័យជូនដល់បងប្អូនទាំងអស់ឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់គ្រងគ្រួ